សូមគោរពជំរាបសួរពុកម៉ែពុំមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមានវីដេអូមួយចង់បង្ហាញអំពីការថែទាំដំណាំនៅរដូវដើមរដូវវស្សាដែលគៀកនឹងមកដល់បាទហើយថ្ងៃនេះវីដេអូ2គឺបង្ហាញទៅលើដំណាំត្របែកនិងដំណាំទៀបបាទមូលហេតុដែលខ្ញុំលើកដំណាំពីរនេះមកបង្ហាញព្រោះចិត្តដល់រដូវដែលយើងដឹងថាទៀបគឺចាប់ផ្ដើមផ្កាយនៅខែ4ដើមខែចែកនេះហើយត្របែកបន្ទាប់ពីធ្លាក់ភ្លៀងល្មេមកគឺចាប់ផ្ដើមលាស់ត្រួយខ្ចីបាទហើយមូលហេតុចម្បងនោះគឺការថែទាំមែកដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍ជាក់ស្ដែងគឺដង្កូវស៊ីរូងដើមបាទដូចវីដេអូខ្ញុំបានបង្ហាញអញ្ចឹងនេះគឺជាដើមទៀបក្រោយពេលដែលមានភ្លៀងធ្លាក់ហើយគឺមានប្រភេទដង្កូវស៊ីរូងដើមបាទនេះខ្ញុំកាច់ឲ្យមើលនេះខ្ញុំកាប់មកគឺឃើញមានដង្កូវដូចជាដួងស្តៀងដួងទៅលើស្វាយដែរបាទនោះសូមជើញតាមដានទស្សនាវីដេអូបាទនោះបើកនោះបាទនឹងដោយសារខ្ញុំកាត់ចំពាក់អាដាខ្លួនរបស់វាហើយលក្ខណៈដែលខ្ញុំថាដូចដួងនោះគឺទំហំហើយនឹងរូបរាងរបស់វាគឺប៉ិនដួងស៊ីដើមស្វាយណាបាទគ្រាន់តែដួងពេលដែលខ្ញុំឆ្កឹះមកគឺមានពណ៌សហើយក្បាលវាពណ៌ខ្មៅតែសម្រាប់ដង្កូវស៊ីដើមទៀបនេះរោងដើមទៀបនេះគឺខ្លួនវាពណ៌រាងលឿងហើយក្បាលរាងក្រហមបាទនេះគឺជាគល់ទៀបកន្លែងថ្នែងដែលវាបានស៊ីផ្លាញនេះគឺការពីវគ្គមុនបាទខ្ញុំតាមរកឃើញហើយនេះក៏ដូចគ្នាដែរបាទគឺស៊ីបាទចឹងដូច្នេះហើយបានជាខ្ញុំធ្វើវីដេអូនេះដើម្បីជាព័ត៌មានមួយដើម្បីបងប្អូនសម្រាប់យកទៅតាមដានវត្តមានទៀបបាទនេះស៊ីរូងដើមអស់មែកអស់អីលេងហ្នឹងបាទកាលពីឆ្នាំតមុនគឺខ្ញុំចំណាំចឹងដែរខ្ញុំចេះឆ្ងល់ហេតុអីនៅពេលដែលចាប់ដើមធ្លាក់ភ្លៀងដើមម្សាឬដើមខែចែកខែ3ខែ4អីហ្នឹងគឺចាប់ដើមបដូរទៀបចាប់ដើមងាប់ដើមមួយហើយនេះជាក់ស្ដែងឃើញមែកទៀបមែកតបែកហ្នឹងបាទនេះកំពុងតែចាប់ដើមពេញលាស់ខ្ចីបងបាទទៀបមែកនេះហើយនេះយើងមើលនេះជារូងមួយទៀតប៉ុន្តែខ្ញុំព្យាយាមឆ្កឹះតាមរកដួងហ្នឹងបាទហើយមែកហ្នឹងគឺងាប់បាត់ហើយបាទអញ្ចឹងអ្វីដែលយើងតាមរកគឺរកដួងបាទតាមមើលថានេះគឺជារុនរបស់វាហើយខ្ញុំអត់ច្បាស់ថាវាជាដួងឬក៏ដង្កូវស៊ីបាទនេះគឺជារុនដែលវាចោះទៅស៊ីបដូរដើមទៀបយើងហើយមើលទំហំខ្លួនហើយនឹងរុនរបស់វាគឺទំហំប៉ុនគ្នាបាទបាទនេះចឹងបន្ថែមតែយើងអត់តាមដានមើលទេវានៅតែស៊ីសងំស៊ីរូងដើមក្នុងដុះខ្ទេចបាទនេះវាមិនដូចជាស្វាយបើស្វាយយើងឃើញស្នាមស៊ីតាមសបកដែលវាស៊ីវាបំផ្លាញហ្នឹងតែនេះអត់ទេដល់វាស៊ីដល់កលៈមួយដែលយើងតាមចាប់វាបានទៀបរបស់យើងអាចនៅបានមិនចឹងស៊ីដល់ងាប់ដើមខ្ទេចបាទហើយយើងងាកមកមើលតបែកនេះវិញបាទហើយតបែកនេះក៏មានស្នាមរបស់វាដែរនេះគឺជាការរុនចោះបាទហើយមែកដែលខ្ញុំចាប់មិញហ្នឹងក៏ធ្លាប់បានត្រូវតកើស៊ីរូងដើមហ្នឹងចោះផ្លាញឥឡូវវាចោះផ្លាញមែកថ្មីទៀតបាទនេះឃើញខ្មៅជាស្រ័យដោយសារតែកាមេរ៉ាចាប់ស៊ូមអត់ច្បាស់បាទនេះគឺហ៊ុនទូចហ្នឹងបាទឥឡូវយើងមើលទៀបដើមនេះបាទទៀបដើមនេះក៏ត្រូវពួកវាបំផ្លាញដែរបាទសិតតែពេញផ្កាពេញផ្លែបាទឆ្នាំនេះមែកចាស់ដែលវាបានផ្លាញបាទហើយវាមិនមែនតាមផ្លាញមែកហ្នឹងឯងវានៅតែតាមផ្លាញមែកផ្សេងទៀតចឹងតែយើងតាមមើលវាដែរដូចខ្ញុំបានបង្ហាញទីមុនចឹងបាទនេះស្នាមរុនដែលវាចោះវាចោះមែកណាគឺងាប់មែកហ្នឹងហើយដល់វាចោះគូលហើយហ្នឹងទៀបយើងប្រឈមនឹងការងាប់ចាប់ពីធំកន្លែងដែលវាចោះហ្នឹងហើយបាទមែកមើលបាទឡើងស្អុយបាទ
ហើយដឹងថាវានៅក្នុងនឹងអត់ទេតែយើងត្រូវតែចោះតាមរកវាបើមិនអញ្ចឹងទេនៅតែស៊ីអស់ចឹងបាទនេះមើលសូមអញ្ជើញមើលបាទនេះបាទហើយសម្រាប់វិធីសាស្ត្រដើម្បីការពារនិងកម្ចាត់វាទីទៀតខ្ញុំនឹងបង្ហាញបាទព្រោះដោយសារតែល្ងាចអីខ្ញុំអត់បានទៅទិញថ្នាំអញ្ចឹងខ្ញុំមើលទៅថ្នាំណាដែលនៅក្នុងដៃមានខ្ញុំអាចប្រើប្រាស់វាសិនបាទហើយនេះបាទខ្ញុំប្រើទឹកសុទ្ធបន្តិចឯបាទ100មីលីលីត្រអីទេហើយមានសារ៉ាងនិងមានថ្នាំមកកញ្ចប់ឈ្មោះវីព្រីវ៉ាន់ថនមានសារទៀតដើម្បីកញ្ចាត់តកៅបាទនេះហើយមុនប្រើប្រាស់សូមអានអំពីការណែនាំសិនហើយមុននឹងប្រើប្រាស់ចំនួនប៉ុន្មានអីមកហើយនេះខ្ញុំចាក់ចូលហើយខ្ញុំក្លុកហើយសូមបញ្ជាក់ថាការបាញ់នេះយើងមិនអាចបាញ់ដូចស្វាយយើងអាចបាញ់ស្រោចទៅលើសបកស្វាយដែលវាអំផ្លាញដែលវាស៊ីព្រោះអីតកៅនេះគឺវាពិបាកដោយសារតែវាចោះនៅក្នុងរុនដូចតបែកដូចទៀបហ្នឹងបាទឃើញហ្នឹងរុនទូចហ្នឹងអញ្ចឹងមានវិធីសាស្ត្រហ្នឹងទេបាទងាយតែថាយើងអាចប្រើទៅវាចំគោលដៅបាទគឺបាញ់ថ្នាំចូលក្នុងរុនហ្នឹងបាទហើយអត់ដឹងថាវានៅមិននៅព្រោះយើងអត់បានអាលទៅដល់គោលដៅអញ្ចឹងយើងឃើញរុនមានប៉ុន្មានយើងបាញ់ថ្នាំបញ្ចូលទៅបាទដូចខ្ញុំអីមើលតែឃើញរុននៅកន្លែងដើមទៀបឬក៏មែកតបែកអីហ្នឹងមានរុនតូចៗហ្នឹងខ្ញុំចាប់ដើមបាញ់ហើយហ្នឹងគ្រាន់តែជាវិធីសាស្ត្ររបស់ខ្ញុំដើម្បីការពារទេហើយដូចខ្ញុំបញ្ជាក់ទៅថ្នាំគឺខ្ញុំប្រើថ្នាំតកៅប្រភេទថ្នាំជ្រាបហើយថ្នាំដែលបងប្អូនចង់ប្រើប្រាស់ឲ្យអាចទៅសួរអ្នកលក់បានគាត់នឹងណែនាំនៅតាមដេប៉ូថ្នាំកសិកម្មហើយយកមកអានធ្វើការប្រើប្រាស់ឲ្យបានត្រឹមត្រូវបាទនេះហ៊ុនតបែកតើយើងបាញ់អញ្ចឹងយើងបើថាបាញ់ស្រោចក៏មិនងាយប៉ះដែរនោះបាទនោះថ្នាំទឹកពណ៌សថ្លាដូចទឹកអង្គដល់ពេលបាញ់ទៅចេញក្អែលពណ៌ខ្មៅប្រហែលជាមានតកៅដែលវាថ្មីនៅក្នុងហ្នឹងហើយបាទសូមអរគុណសម្រាប់ការតាមដាននិងទស្សនាសូមជួយចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអំពីការថែទាំដំណាំបាទសូមអរគុណ